សួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងមក demo អំពី backup server អញ្ចឹងយើងប្រើ backup server សម្រាប់ធ្វើការការពារ data ដែលយើងបានបង្កើតឬក៏ store ឬក៏ copy ព័ត៌មានសំខាន់ពី server ផ្សេងឬក៏ device ផ្សេងយើងអាច restore វាវិញនៅពេលដែល data នឹងបាត់ឬក៏បាត់ដោយចៃដន្យអញ្ចឹង requirement យើងអាចធ្វើនៅលើ Ubuntu ក៏បាន CentOS ក៏បានអញ្ចឹងខ្ញុំសូមបង្ហាញពីការ set up backup server ជាដំបូងយើងចូលទៅកាន់ PuTTY បន្ទាប់មកយើងអាចធ្វើការ update សិនបន្ទាប់ពី update ហើយយើងធ្វើការបង្កើត folder backup មកបន្ទាប់ពីបង្កើតហើយយើងធ្វើការឆែកវាជាមុនសិននេះឃើញថាយើងបង្កើតវារួចហើយអញ្ចឹងបន្ទាប់មកយើងចូលទៅកាន់របៀបបង្កើត client data folder ម្ដងយើងអាចឆែកមើលបាននេះគឺជា file 3 ដែលយើងទៅបង្កើតមិញតមកយើងធ្វើការ install all sync តែខ្ញុំធ្លាប់ install all sync ហើយខ្ញុំយើងអាចឆែកមើល version របស់ all sync នឹងបានដែរនៅពេលដែលយើងឆែកឃើញបែបនេះបានន័យថាយើង install បានហើយអញ្ចឹងយើងចំណុចបន្ទាប់យើងធ្វើការ copy ពី client folder ហ្នឹងទៅកាន់ server folder នៅពេលដែល copy រួចយើងឆែកមើលឃើញថាវាចូលមកហើយអញ្ចឹងcomment នេះគឺជា comment ដែលយើង set up automate backup អញ្ចឹងវានឹងធ្វើការ backup ដោយ auto នៅពេលដែលយើងបង្កើត file នឹងមិញហើយយើងត្រូវបញ្ចូលកូដមួយជួរនេះសិនបន្ទាប់មក save យើងអាចឆែកមើលបានបន្ទាប់មកយើងអាចការ set up backup server យើងរួចរាល់ហើយយើងអាចធ្វើការ test លុប file 3 មិញសាកមើលអញ្
ចង់ដឹងថាយើងអាច restore វាវិញបានអត់កន្លែងនេះកូដមួយជួរនេះគឺវាអាច restore បានតែ file 3ដែលយើងលុបហ្នឹងឯងបើចំណែកកូដមួយជួរនេះគឺវានឹងធ្វើការ restore folder ទាំងមូលតែម្ដងអញ្ចឹងខ្ញុំចង់ restore ត file ដែលខ្ញុំលុបមិញហ្នឹងទេចឹងហើយយើងធ្វើការ check មើលថាវាមកវិញអត់នេះគឺ file 3ដែលយើងលុបមិញគឺវាមកវិញហើយអញ្ចឹង backup server គឺមានតែប៉ុណ្្នឹងទេបាទជំរាបសួរលោកគ្រូនិងអ្នកនរគ្នាចឹងខ្ញុំចំណុចទី2ខ្ញុំឈ្មោះភងហែកដែលខ្ញុំនិយាយពី VPN server ដែលខ្ញុំចូលយក OpenVPN ចឹងទី1គឺ purpose របស់វាគឺសម្រាប់ធ្វើការcreate នៅ security មួយដែលយើងធ្វើការ between connection របស់យើងសម្រាប់ user និង private server ឬក៏ private ឬក៏ public network របស់យើងនៅពេលដែលយើងហោះ server យើងហើយទី2គឺ requirement ដែលយើងត្រូវការ Ubuntu server ដែលយើងបានធ្វើការ set up នៅចំណុចទី1រួចតមកគឺ OpenVPN និង EasyOSA ដែល EasyOSA គឺជាការ create certificate សម្រាប់ server របស់យើងឬក៏មួយទៀតគឺយើងអាចនិយាយថា create certificate សម្រាប់ user ដូចគ្នាក៏បានដែរចូលមកដល់ step ទី3ដែលយើងត្រូវការ take ដើម្បីធ្វើការ install OpenVPN និង EasyOSA ដែលទី1គឺយើងត្រូវប្រើ command មួយដើម្បីធ្វើការ install គឺ sudo atp install OpenVPN EasyOSA .y អញ្ចឹង .y គឺជាការ accept នៅសំណួរដែលវាសួរ yes no ហ្នឹងហើយបន្ទាប់មកគឺចំណុចទី2គឺការ set up EasyOSA ដែលយើងនិយាយប្រាប់ថាជាការ create ការ set up ហ្នឹងទី1គឺយើងត្រូវការ create នៅ directory មួយដែលយើងត្រូវ create OpenVPN CA អញ្ចឹងទៅតមកយើងចូលទៅ OpenVPN ហ្នឹងតមកយើងធ្វើការ create នៅfolder ឬក៏ folder 2គឺfolder មួយដែលទី1គឺ EasyOSA init pki ហើយនឹងមួយទៀត BSCA តមកយើងចូលទៅដល់ចំណុចទី3ដែលយើង generate server certificate ដែលខ្ញុំបាននិយាយថា EasyOSA គឺការសម្រាប់ generate certificate ហ្នឹងអញ្ចឹងយើងត្រូវការ build server full ហើយ server no pass អញ្ចឹង command មួយនេះគឺសម្រាប់ធ្វើការ create នៅ certificate មួយហ្នឹងហើយវាក៏បានដាក់ចូលទៅក្នុងfolder ដែលយើងបាន generate create មុនហ្នឹងដែរចំណុចទី4គឺយើងធ្វើការ copy នៅ configuration ដែលយើងនេះហ្នឹងដែលយើងបាន generate ដូចយើងប្រើ command មួយ zip ដកហើយនេះគឺជា path របស់យើងហើយយើងត្រូវប្រើ sudo c configuration copy OpenVPN server configuration តោះមកយើងនឹងធ្វើការចំណុចមួយទៀតគឺយើងត្រូវការ start នៅ OpenVPN របស់យើងអញ្ចឹងយើងប្រើមួយទៀតគឺ command 2គឺ sudo systemctl enable OpenVPN ដើម្បីធ្វើការ enable វាសិនបន្ទាប់មកយើងធ្វើការ start ដោយយើងក៏ចេញពី enable ទៅ start OpenVPN server ហ្នឹងទៅ server យើងតោះមកគឺយើងត្រូវការសាក test connection between ទៅលើ VPN របស់យើងអញ្ចឹងដើម្បីហ្នឹងគឺយើងត្រូវការ connect ទៅតាមប្រើដោយ .ovm ovpn file របស់យើងអញ្ចឹងចប់ចំណុចទី2ហើយយើងបន្តទៅមុខទៀតជំរាបសួរលោកគ្រូខ្ញុំឈ្មោះបៀនឆៃចឹងខ្ញុំនឹងមកនិយាយអំពីចំណុចបន្តទៀតគឺ Terminal Server
terminal server ហ្នឹងគឺជា technology មួយដែលអនុញ្ញាតឲ្យ multiple user ហ្នឹងអាចធ្វើការប្រើ application ឬក៏ desktop environment ពីចម្ងាយបានតាមរយៈការ remote desktop protocol ឬក៏វាមានន័យថា user ហ្នឹងគាត់អត់ចាំបាច់ធ្វើការដំឡើង software ឬក៏install អីនៅលើ laptop របស់គាត់ផ្ទាល់ខ្លួនទេគាត់គ្រាន់តែ request តាមរយៈ client ឬក៏ remote desktop protocol ទៅ server នឹងផ្ដល់ resource ហ្នឹងទៅកាន់គាត់ទេហើយចំពោះ benefit នៃ terminal server ហ្នឹងមានដូចជាទី1វាកាត់បន្ថយចំណាយទី2វា secure ទី3វាងាយស្រួលក្នុងការផ្ទុក user បានច្រើនហើយចំពោះការប្រើ CPU RAM ឬក៏ storage អីគាត់អាចនឹងកាត់បន្ថយចំណាយច្រើនជាងមុនដោយសារវា share ពីserver ផ្ទាល់ហើយមួយទៀតវា flexible វាអនុញ្ញាតឲ្យយើងធ្វើការពីចម្ងាយបានហើយចំពោះ requirement ក្នុងការអនុវត្តការដំឡើង Linux terminal server ហ្នឹងយើងត្រូវការពី machine មួយសម្រាប់ server ហើយមួយទៀតសម្រាប់ client ចឹងដំបូងឡើយយើងធ្វើការចំពោះរបៀបដំឡើង terminal server ហ្នឹងខ្ញុំមានច្រើន method តែខ្ញុំសូមជ្រើសរើសយក method តាម ISH ដោយសារវាងាយស្រួលហើយវាពេញនិយមចឹងទី1គឺយើងធ្វើការ install ISH server នៅលើ Ubuntu ចឹងយើងអាចប្រើ command មួយដើម្បី update មួយទៀតដើម្បី install ISH នោះតោះមកយើងអាចធ្វើការ check status ហើយក៏ធ្វើការ connect ទៅកាន់ client machine មកដែលមាន3របៀបដូចជាបើសិនជា client នោះគាត់ប្រើ Linux Ubuntu ចឹងគាត់អាចប្រើ command ដើម្បី connect គ្នាបានឬក៏បើសិនជាគាត់ប្រើ Windows client ចឹងគាត់អាចប្រើsoftware putty ឬក៏តាម terminal ដែលគាត់ connect IP address របស់ server ទៅគឺអាច remote បានហើយឬក៏បើចំពោះ make client វិញគាត់អាចប្រើ command ដើម្បីធ្វើការ connect បានហើយបន្ទាប់ពីយើងធ្វើការ remote success ហើយយើងក៏អាចuser អាចធ្វើរឿងច្រើនដែរដូចជាការបង្កើត user ថ្មីឬក៏ការ manage permission អីផ្សេងៗចឹងចំពោះ terminal server ហ្នឹងខ្ញុំមានឲ្យបង្ហាញតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះហេងសេងត្រៃហើយនៅដល់ចំណុចនេះដែរគឺជា load balancing នៅលើ web server ហើយគោលបំណងនៃគេប្រើប្រាស់ load balancing គឺដើម្បីធ្វើការបែងចែក traffic នៅលើ web server ដើម្បីបង្កើន performance availability និង reliability ហើយតម្រូវការមុនធ្វើការអនុវត្ត load balancing យើងត្រូវការឲ្យមាននៅ Ubuntu server មួយបន្ទាប់មកអាចប្រភេទជា NGX ឬក៏ hash proxy ហើយបន្ទាប់មកគឺរបៀបធ្វើការអនុវត្តនៅខាងក្រោមនេះដែរគឺជាការអនុវត្តតាមរយៈ NGX ហើយចំណុចទី1គឺយើងធ្វើការ install NGX ដោយយើងធ្វើការវាយ command sudo apt update ឬក៏យើងអត់ទាន់មានទេយើងអាចវាយនៅ sudo apt install ngx.y ហើយតោះយើងធ្វើការ config ដំបូងយើង edit នៅ main ngx config ដោយវាយនៅ command sudo nano/etc/ngx/site available និង /load balancer ហើយតោះមកនៅក្នុង HTTP នៅក្នុងគ្នាហ្នឹងយើងធ្វើការ add នៅ server របស់យើងបើសិនជាយើងចង់ add ប្រមាណយើងគ្រាន់តែដាក់ IP របស់ server ហ្នឹងទៅដូចនេះឧទាហរណ៍server web server ទី1ដែលមាន IP ហ្នឹងណាហើយ web server ទី2ទី3បន្ទាប់មកដល់server នេះដែរគឺយើងដាក់ listener 80ហើយយើងអាចមានជា server name តមក location យើងមាន proxy path ឬក៏ proxy header host នេះអាចមើលបានហើយដូច
ដូចគេបាននិយាយខាងលើអញ្ចឹង IP 3នេះគឺត្រូវតែជា IP server យើងដែលយើងធ្វើការដាក់នៅ proxy ទៅគឺ load balancing ហ្នឹងហើយតោះមកយើងធ្វើការenable ដោយវាយនៅ command ដូចនេះហើយយើងធ្វើការ restart ដោយវាយនៅ command sudo ngh.t sudo systemctl restart ngh ហើយចំពោះចំណុចនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសួស្តីលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការខ្ញុំបានចូលយន្តរបុត្រហើយនឹងខ្ញុំមកធ្វើការពីធ្វើ mail server អញ្ចឹងដំបូងឡើងខ្ញុំនឹងធ្វើជាមួយ Postfix ហើយនឹង Dotcom អញ្ចឹងយើងគួរដឹងថា Postfix ហ្នឹងអីគេ Dotcom ហ្នឹងអីគេអញ្ចឹង Postfix គឺជា mail transfer agent អញ្ចឹងវា responsible ដើម្បី send email និង route incoming email នោះមានន័យថា email ដែលបានចូលទៅក្នុង email របស់យើងទៅក្នុង delivery agent នោះហើយវាប្រើជាមួយនឹង simple mail transfer protocol ซึ่ง SMTP ហ្នឹងហើយមួយទៀត Dotcom គឺជា mail delivery agent វាមានមុខងារសម្រាប់ store និង send email ទៅ user អញ្ចឹងវា support ទៅលើ internet message access protocol ដែលហៅកាត់ថា IMAP ហ្នឹងហើយនឹង post office protocol ដែលហៅថា POP3 ហ្នឹងអញ្ចឹងset up ទាំងអស់នេះវាធ្វើការ set up ទៅលើ local system user សម្រាប់ mail account និង mail dial format សម្រាប់ store ទុក mail អញ្ចឹងនេះគឺជា requirement សម្រាប់ set up និងប្រើប្រាស់ទៅលើ Postfix ហើយនិង Dotcom អញ្ចឹងដើម្បីនេះគឺជាការ set up ទៅលើ set up Postfix ហើយ Dotcom ហ្នឹងទៅលើ Ubuntu អញ្ចឹងដំបូងឡើងគឺ system preparation និង host name អញ្ចឹងដើម្បីយើងដើម្បីធ្វើការដាក់ពួកវាចូលយើងត្រូវការដឹងថា system យើងបាន update ទៀតហើយនៅអញ្ចឹងដើម្បី update system ហ្នឹងយើងធ្វើការប្រើ command នេះ sudo apt update ហើយ sudo apt upgrade .y នេះហើយយើងធ្វើការ set hostname អញ្ចឹងយើង set hostname មក sudo hostname ctl set hostname mail. អានេះគឺជា example ទេ mail.example.com ហ្នឹងទៅហើយយើង update ទៅលើ map របស់ server IP address ហ្នឹងដោយធ្វើការដូរវានៅក្នុងនេះ etc host នេះអញ្ចឹងយើងដូរវាមកអញ្ចឹងយើងដាក់ mail.example.com mail ចឹងមកអញ្ចឹងទី2 install និង configure Postfix អញ្ចឹងដើម្បី install Postfix យើងប្រើ command sudo apt install .y Postfix អញ្ចឹងនៅពេលដែលយើង install ហើយវានឹងចេញ prompt ដើម្បីឲ្យយើងមើលឃើញថាមាន general type of mail configuration select internet site system mail name enter your domain name អូខេអញ្ចឹងដល់ពេលដែលយើង install រួចវានឹងចេញបែបនេះឲ្យយើងដាក់មកតមកយើងធ្វើការ configure Postfix អញ្ចឹងដើម្បី configure យើងធ្វើការ sudo nano etc postfix main.cs ហ្នឹងហើយដើម្បី add ឬ modify line ហ្នឹងយើងគ្រាន់តែ replace example.com ហ្នឹងជាមួយនឹង domain name ដែលយើងបាន set up ហ្នឹងអញ្ចឹង domain name យើងឈ្មោះអីយើងដាក់កន្លែងហ្នឹងមកកន្លែងនេះ my domain នេះអញ្ចឹងបន្ទាប់មកយើងធ្វើការ restart Postfix ដល់ពេលដែលយើង restart Postfix យើងប្រើ command sudo systemctl restart Postfix ហ្នឹងបន្ទាប់មកដើម្បី
តមកយើងនឹងធ្វើការ install និង configure .code អញ្ចឹងដើម្បី configure install .code យើងធ្វើការ sudo apt install .y .code core .code impd .code .pop3d អញ្ចឹងនៅពេលដែលយើង install រួចយើងនឹងធ្វើការ configure mail location អញ្ចឹងនេះគឺជា location អញ្ចឹងយើង sudo nano etc .cop config.const.d/10.mail នឹង .com តមកយើងចូលទៅក្នុង mail location ហ្នឹងយើងដាក់ mail location ស្មើ mail dial នេះហើយតមក enable plain text authentication អញ្ចឹងអានេះគឺជា command សម្រាប់ធ្វើការ secure ទៅលើ TLS និង SSL តមកយើង change ដល់ពេលយើងចូលទៅដល់ក្នុងហ្នឹងហើយយើង change line វាគឺ disable plain text auth ស្មើ no យើងដាក់ no ហើយ auth mechanism ស្មើ plain login តមកយើងធ្វើការ restart .code នៅពេលដែលយើង configuration វាហើយយើងធ្វើការ restart .code មកដោយប្រើ sudo system ctl restart .code អញ្ចឹង4យើងធ្វើការ create mail user អញ្ចឹងដើម្បី create mail user បានយើងធ្វើការ sudo add user test user មកអាហ្នឹងយើងក៏ដាក់ឈ្មោះវាអីក៏បានដែរនៅចុងនេះនៅពេលដែលយើងធ្វើវាបានហើយគេនឹងឲ្យយើង set password ហើយនឹង information របស់យើងអញ្ចឹងនៅពេលដែលយើង verify mail dial ហ្នឹងយើងពេលដែលយើង verify វាហើយវានឹង load វានឹងធ្វើការ create directory មួយសម្រាប់នៅពេលដែលយើង send email ដំបូងហ្នឹងនៅពេលដែលយើង receive email ដំបូងហ្នឹងអញ្ចឹងយើងធ្វើការទី5យើងធ្វើការ configure firewall នៅពេលដែលយើង configure firewall យើងធ្វើការដាក់ command line នេះមកគឺដោយ allow port ទាំងអស់ហ្នឹងឲ្យ receive និងsend email បានអរគុណ